ក្នុងលំហឱកាសមួយដ៏ស្ងប់ស្ងាត់យន្តហោះកំណាចទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកទាំង3គ្រឿងកំពុងតែធ្វើដំណើរយ៉ាងស្ងៀមស្ងាត់នៅក្នុងលំហឱកាសស្ទើរតែគ្មានរ៉ាដាប្រទេសណាដឹងថាយន្តហោះទាំង3នេះទៅកាន់កន្លែងណាតែយន្តហោះទាំង3នេះសុទ្ធតែជាយន្តហោះដែលពិភពលោកខ្លាចរអាដែលក្នុងនោះរួមមានយន្តហោះ B-52 យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-2 Spirit និងមួយទៀតនោះគឺ B-1 Lancer សុទ្ធតែមានសមត្ថភាពអាចគេចនៅប្រព័ន្ធរ៉ាដាបាននៅក្នុងពិភពលោកក្នុងវីដេអូនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកស្គាល់យន្តហោះកំណាចដែលបង្កើតឡើងដោយសហរដ្ឋអាមេរិកមួយនោះគឺ B-1 Lancer B-1 Lancer គឺជាយន្តហោះដែលមានស្លាបអាចបង្វិលបាននិងអាចហោះលើល្បឿនសំឡេងគឺ Supersonic ដែលប្រើដោយកងទ័ពអាកាសសហរដ្ឋអាមេរិកវាត្រូវបានដាក់ឈ្មោះហៅក្រៅថា BON ចេញពីពាក្យ B1 នៅក្នុងឆ្នាំ2025នេះវាជាមួយនឹង B2 Spirit និង B52 ដែលជាយន្តហោះយុទ្ធសាស្ត្រទម្លាក់គ្រាប់បែកមួយដែលខ្លាំងក្លាបំផុតនៅក្នុងពិភពលោកដែលប្រើដោយកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកមូលហេតុដែលនាំឲ្យបង្កើតនៅយន្តហោះនេះឡើងនៅក្នុងកំឡុងទសវត្សរ៍ឆ្នាំ1960កងទ័ពអាកាសរបស់សហរដ្ឋអាមេរិកចង់បង្កើតយន្តហោះបំផ្លាញមួយដែលអាចបន្សំល្បឿនម៉ាជូរបស់ B58 Howitzer ជាមួយនឹងចម្ងាយហោះនិងទម្ងន់គ្រាប់បែកដូចជា B52 Stratofortress ដើម្បីជំនួសទាំងពីរនោះក្រុមហ៊ុន North America Royal ក្រោយមក Royal International បានឈ្នះការប្រកួតក្នុងការរចនាបង្កើត B1A B1A អាចហោះល្បឿនម៉ាច 2.2 នៅកម្ពស់ខ្ពស់និងម៉ាច 0.85 នៅកម្ពស់ទាបបន្ទាប់មកនៅឆ្នាំ1981ប្រធានាធិបតី Ronald Reagan បានបើកឡើងវិញជាមួយនឹងកម្មវិធី B1B ដោយលម្អរចនាដើមដោយបន្ថយល្បឿនកម្ពស់ទៅជាម៉ាច 1.25 នៅកម្ពស់ខ្ពស់និងបង្កើនល្បឿនកម្ពស់ទាបនៅម៉ាច 0.92 និងបន្ថែមសមត្ថភាពទប់គ្រែងនិងអាវុធបានច្រើនជាងមុនដោយបំពាក់មុខប្រព័ន្ធអេឡិចត្រូនិកទំនើបជាងមុន B1B ចាប់ផ្ដើមដឹកជញ្ជូនក្នុងឆ្នាំ1985ហើយចូលបម្រើផ្លូវការនៅឆ្នាំ1986ជាយន្តហោះទម្លាក់នុយក្លេអ៊ែររបស់កងទ័ពសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ1988កងទ័ពអាកាសសហរដ្ឋអាមេរិកបានទទួលបានគ្រប់100គ្រឿងបន្ទាប់មកនៅឆ្នាំ1992សមត្ថភាពនុយក្លេអ៊ែររបស់ B1B ត្រូវបានដកចេញហើយកែលម្អឲ្យវាវាប្រហារគោលដៅធម្មតាវាបានចូលរួមប្រយុទ្ធជាលើដំបូងក្នុងប្រវត្តិប្រតិបត្តិការ District Fox ឆ្នាំ1998នៅកូសូវូក្នុងឆ្នាំ1999ហើយក៏បានប្រើក្នុងសង្គ្រាមអាហ្គានីស្ថាននិងអ៊ីរ៉ាក់ផងដែរក្នុងឆ្នាំ2025កងទ័ពអាកាសសហរដ្ឋអាមេរិកនៅប្រើប្រាស់ B1B ចំនួន45គ្រឿងវាត្រូវបដូរជំនួសដោយយន្តហោះ B21 Raider ចាប់ពីក្រោយឆ្នាំ2025ហើយគ្រោងទុកថា B1B ទាំងអស់នឹងដកចេញក្នុងឆ្នាំ2036យន្តហោះនេះមានសមត្ថភាពវាមានល្បឿនប្រហែលម៉ាច 1.25 ឬស្មើនឹង 1335 គីឡូម៉ែត្រនៅក្នុង1ម៉ោងវាធ្វើដំណើរបាន 9400 គីឡូម៉ែត្រអាចបន្ថែមជួរដែលបំពេញប្រេងនៅក្នុងខ្យល់វាអាចហោះបានកម្ពស់ខ្ពស់ 18000 ម៉ែត្រទម្ងន់ផ្ទុកអាវុធ 34000 គីឡូគ្រាប់បែកធម្មតានិងគ្រាប់បែកនុយក្លេអ៊ែរវាជាយន្តហោះដែលធ្វើឲ្យប្រព័ន្ធរ៉ាដាស្ទើរតែមើលវាមិនឃើញវាមានស្លាបបំលែងទ្រង់ទ្រាយបានវាអនុញ្ញាតឲ្យហោះលឿននៅកម្ពស់ទាបនិងកម្ពស់ខ្ពស់ចំពោះតម្លៃយន្តហោះនេះវិញគឺមានតម្លៃប្រហែល500ទៅ550លានដុល្លារក្នុងមួយគ្រឿងយន្តហោះនេះមានសមត្ថភាពនៅក្នុងសង្គ្រាមវាធ្លាប់ចូលរួមសង្គ្រាមនៅតំបន់មជ្ឈមបូព៌ាដូចជាសង្គ្រាមអាហ្គានីស្ថាននិងអ៊ីរ៉ាក់ជាពិសេសយន្តហោះនេះក៏បានចូលរួមតាមប្រមាណក្រុម ISIS នៅតំបន់មជ្ឈមបូព៌ាផងដែរទោះបីជា B1 Lancer មានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយក៏សហរដ្ឋអាមេរិកបានកំណត់ថា B1 Lancer នឹងត្រូវដកចេញកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកបន្តិចម្ដងនៅក្នុងឆ្នាំ2030ដល់2036ហើយវានឹងត្រូវជំនួសដោយ B21 Raider ជាយន្តហោះទម្លាក់គ្រាប់បែក Straight ថ្មីចំនួនក្រោយរបស់អាមេរិកដែលមានសមត្ថភាពខ្លាំងលើស B1C ទៅទៀត